នេះជាកាមេរ៉ាដែលខ្ញុំយកមកតាមខ្លួនពេលមកលេងទីក្រុងប៉ារីសហើយនេះជាមូលហេតុធំៗ3យ៉ាងដែលខ្ញុំស្រឡាញ់កាមេរ៉ា Lumix S9 នេះ Lumix S9 ទើបតែចេញដល់អ្នកនររាងវាតូចស្រាល design ក៏ស្អាតទៀតសំខាន់វា full frame sensor 24.2 megapixel ពេលយើងនិយាយពី full frame គឺយើងទទួលបានគុណភាពល្អពេលដែលយើងថតរូបនិងថតវីដេអូហើយវាល្អបំផុតសម្រាប់អ្នកចូលចិត្តដើរលេងព្រោះថាវាមានចំណុចពិសេសគឺ real time LUT អញ្ចឹង function មួយនេះគឺថតហើយមានពណ៌ស្រាប់តែម្ដងគោលបំណងដែលគេធ្វើ function មួយនេះឡើងមកគឺថតហើយផុសយកតែម្ដងមិនបាច់ចាំបាច់ហត់កាត់តនៅកាយ color ច្រើនញ៉ៃទេរបៀបថាលឿនៗអញ្ចឹងអ្នកនរគ្នាត្រូវការកម្មវិធី Lumix Lab ដើម្បី download LUT មកដាក់ក្នុងកាមេរ៉ានិយាយទៅ color LUT ហ្នឹងគឺច្រើនមែនតើខ្ញុំប្រើអត់អស់ហើយខ្ញុំចង់ឲ្យអ្នកនរគ្នាមកប្រើជាមួយខ្ញុំនេះគឺជារបៀប download LUT មកពី Lumix Lab ដាក់ចូលកាមេរ៉ាគេចឹងយើងចូល setting មកនៅខាងក្រោមគេនេះយើងយកពាក្យ Bluetooth ហើយយើងយកពាក្យ pairing ហើយ add new device បន្តមកទៀតយើងចូលទៅក្នុង app Lumix Lab ក្នុងទូរស័ព្ទដៃរបស់យើងវិញហ្នឹងយើង pair កាមេរ៉ាទៅគឺ automatic ស្គាល់តែម្ដងចឹងយើង pair វាមកយើង ready ហើយយើងចូលទៅក្នុងពាក្យ download នោះហើយយើងរើស LUT មួយណាដែលយើងស្រឡាញ់មកបន្តមកទៀតយើង send to camera ដែលយើងចុចពាក្យ LUT នេះមកហើយយើងយកពាក្យ device យើង select ឈ្មោះ LUT ដែលយើង download មិញហ្នឹងមកបន្តមកទៀតយើង transfer to camera ហើយយើង select set មួយណាក៏បានដែរហើយយើងចុច OK នេះគឺជាប៊ូតុន LUT ហើយចុចមករើសយក LUT ដែលយើង download មិញហ្នឹងមកប៉ុណ្ណឹងហើយប៉ុន្តែវាអត់ទាន់ចាប់ប៉ុណ្ណឹងទេថ្ងៃនេះខ្ញុំដើរថតមួយថ្ងៃអស់ថ្មតែមួយកាមហ្នឹងអត់ទៅហត់នឹងអស់ទេដើរតាំងពីព្រឹកដល់យប់សម្រាប់ថតវីដេអូថតអស់ថ្មតែមួយកាមឡើយនិយាយតាមត្រង់ខ្ញុំជាអ្នកប្រើប្រាស់ Lumix ច្រើនស្អីដែរគ្រប់ model របស់ Lumix គឺស៊ីថ្មតិចមែនតើនិយាយប្រហែលគឺតាន់តែម្ដងហើយកាមេរ៉ាមួយនេះខ្ញុំថតតាំងពីថ្ងៃដល់យប់ហើយឆ្លងថ្ងៃទៀតមិនទាន់អត់ថ្មផងអូមួយទៀតខ្ញុំភ្លេចប្រាប់កាមេរ៉ានេះថតរហូតដល់ 6K 30 frame